តែតាមការពិតលន់នន់មិនទាន់បានទៅស៊ូទ្រង់ស្រីមតៈនៅឡើយទេតែនៅពេលបានចម្លើយពីលន់នល់ទើបពួកគេនាំគ្នាទៅដំណាក់ទ្រង់ស្រីមតៈវេលាប្រហែលម៉ោង 4 ព្រឹកពេលនោះទ្រង់ស្រីមតៈមានការផិតភ័យយ៉ាងខ្លាំងនឹកស្មានថាកងទ័ពរបស់លោកពុម៉ានូរិនមកពាត់ចាប់ប៉ុន្តែឃើញលោកលន់នន់ទើបដឹងព្រមទាំងសួរនាំលន់នន់ថាមកដំណាក់ទ្រង់ធ្វើអ្វីទាំងយប់លន់នន់ក៏បានទូលពីផែនការធ្វើរដ្ឋប្រហារនេះហើយទ្រង់ស្រីមតៈក៏សួរថាតើលន់នល់គិតយ៉ាងម៉េចពេលនោះលន់នន់ក៏ទូលទ្រង់ថាបងនល់បានឯកភាពលើផែនការធ្វើរដ្ឋប្រហារនេះហើយនៅចាំតែទ្រង់នោះទេពេលនោះទ្រង់ស្រីមតៈក៏ឆ្លើយថាបើអញ្ចឹងធ្វើតាមផែនការនឹងទៅការពិតទៅរឿងព្រមឬមិនព្រមធ្វើរដ្ឋប្រហារនេះស្ថិតនៅលើតែការបកប្រែរបស់លន់នល់តែប៉ុណ្ណោះក្រោយពីការគៀងគររបស់ទ្រង់ស៊ីសវត្តស្រីមតៈសមាជិកសភាទាំងអស់បានបើកកិច្ចប្រជុំពិភាក្សាទៅលើបញ្ហាគ្រោះថ្នាក់ដែលកម្ពុជាកំពុងជួបនៅវិបត្តិនយោបាយវិបត្តិអ្នកដឹកនាំនិងវិបត្តិសេដ្ឋកិច្ចជាពិសេសសង្គមអស្ថិរភាពពុំមានសន្តិសុខដោយសារតែកងទ័ពវៀតកុងកំពុងស្នាក់នៅលើទឹកដីកម្ពុជាជាច្រើនបញ្ហានេះសមាជិកសភាទាំងអស់បានទម្លាក់បញ្ហាទាំងអស់ទៅលើព្រះកាយសម្ដេចនរោត្តមសីហនុដែលព្រះអង្គជាអ្នកកសាងសម្ព័ន្ធភាពជាមួយវៀតណាមកុម្មុយនីសជាអ្នកអនុញ្ញាតឲ្យវៀតកុងឆ្លងកាត់និងប្រើប្រាស់ទឹកដីកម្ពុជាដើម្បីឈានទៅរកការផ្ដួលរំលំសហរដ្ឋអាមេរិកនិងវៀតណាមខាងត្បូងជាងនេះទៅទៀតក្រុមសមាជិកសភាក៏បានសង្កត់ធ្ងន់ទៅលើការផ្គត់ផ្គង់ស្បៀងនិងការជួញដូរអាវុធទៅឲ្យកងទ័ពវៀតកុងរួមទាំងបញ្ហាជាច្រើនទៀតដូច្នេះនៅពេលនោះសមាជិកសភាទាំងអស់ធ្វើការបោះឆ្នោតដកសេចក្តីទុកចិត្តពីសម្ដេចនរោត្តមសីហនុនៅថ្ងៃទី18ខែមីនាឆ្នាំ1970វេលាម៉ោង 9:45 នាទីព្រឹកហើយក៏ជាថ្ងៃដែលកម្ពុជាបានបោះជំហានឆ្ពោះទៅរករបបវៀតពិឃាតដែររដ្ឋប្រហារនេះធ្វើឡើងទាំងស្រពេចស្រពិលគ្មានការទទួលខុសត្រូវចំពោះជាតិមិនបានស្វែងយល់ឲ្យបានស៊ីជម្រៅពីនយោបាយរបស់សហរដ្ឋអាមេរិកជាហេតុនាំមកនូវមហន្តរាយដល់ជាតិនិងប្រជាជនដ៏ធ្ងន់ធ្ងរបើតាមសម្ដីរបស់អតីតមន្ត្រីការទូតរបស់សហរដ្ឋអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថាក្រុមលន់នល់ធ្វើរដ្ឋប្រហារនេះគឺដោយសារពួកគេយល់ខុសដោយខ្លួនឯងព្រោះពួកគេយល់ថាសហរដ្ឋអាមេរិកមិនពេញចិត្តចំពោះសម្ដេចនរោត្តមសីហនុដូច្នេះប្រសិនបើពួកគេអាចផ្ដួលរលំព្រះអង្គបានសម្រេចសហរដ្ឋអាមេរិកពិតជាគាំទ្ររដ្ឋាភិបាលថ្មីរបស់ពួកគេព្រមទាំងផ្ដល់ជំនួយកាន់តែច្រើនថែមទៀតការយល់ឃើញទាំងស្រពេចស្រពិលដោយខ្លួនឯងនេះហើយដែលនាំឲ្យអន្តរាយដល់ជាតិទាំងមូលនេះក៏ដោយសារតែពួកគេម្នាក់ៗចេះតែតាំងខ្លួនជាអ្នកដឹកនាំជាតិជាអ្នកនយោបាយជាន់ខ្ពស់ផ្ទុយទៅវិញអ្វីដែលពួកគេកំពុងធ្វើគឺបានផ្ទុយស្រឡះពីចរន្តនយោបាយអន្តរជាតិព្រមទាំងតាមមិនទាន់ពីសភាពការនយោបាយផ្លាស់ប្ដូររបស់សហរដ្ឋអាមេរិកជាពិសេសបញ្ហានៅក្នុងតំបន់ជាការពិតណាស់គឺក្រុមលន់នល់ព្រះអង្គម្ចាស់ស្រីមតៈពុំបានដឹងពីដំណើរការចរចារបស់សហរដ្ឋអាមេរិកជាមួយសហភាពសូវៀតចិននិងវៀតណាមតាំងពីឆ្នាំ1969នោះទេគឺសហរដ្ឋអាមេរិកនឹងបញ្ចប់សង្គ្រាមនៅវៀតណាមព្រមទាំងដកកងទ័ពទាំងអស់ចេញពីឥណ្ឌូចិនហើយប្រគល់ឥណ្ឌូចិនទៅឲ្យសហភាពសូវៀតនិងចិនជាអ្នកគ្រប់គ្រង